តើឯកសារអ្វីខ្លះដែលតម្រូវឲ្យលោកអ្នកត្រូវមានក្នុងការបំពេញបែបបទស្នើសុំច្បាប់អាជីវកម្មបើកលក់ជីនិងថ្នាំកសិកម្មចាវិស័យកសិកម្មគឺជាវិស័យដែលបែងចែកចេញជាច្រើនផ្នែកហើយនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងលើកយកផ្នែកនីតិកម្មយកមកជម្រាបជូនប្រិយមិត្តទស្សនិកជនចាដើម្បីឲ្យដឹងថាតើផ្នែកនីតិកម្មនេះតម្រូវឲ្យមានឯកសារអ្វីខ្លះនៅក្នុងការបំពេញបែបបទស្នើសុំច្បាប់ដើម្បីបើកអាជីវកម្មនោះនៅពេលនេះនាងខ្ញុំនឹងធ្វើការជម្រាបជូនលោកអ្នកដូចតទៅចាផ្នែកនីតិកម្មគឺជាផ្នែកមួយដែលសំដៅទៅលើការលក់ដុំលក់រាយជីថ្នាំកសិកម្មនិងការលក់ចម្រុះជីនិងថ្នាំកសិកម្មដែលតម្រូវឲ្យមានឯកសារដូចខាងក្រោមចាអ្នកស្នើសុំត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋានឬផ្តិតមេដាយទទួលស្គាល់ដោយសាមីខ្លួនចំនួន1ច្បាប់សៀវភៅស្នាក់នៅថតចម្លងឬលិខិតបញ្ជាក់ទីលំនៅក្នុងករណីអាសយដ្ឋានបច្ចុប្បន្នរបស់អ្នកស្នើសុំខុសពីអត្តសញ្ញាណប័ណ្ណចំនួន1ច្បាប់វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មឬលិខិតអនុញ្ញាតប្រកបអាជីវកម្មចំពោះអ្នកស្នើសុំជានីតិបុគ្គលថតចម្លងដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចចំនួន1ច្បាប់វិញ្ញាបនបត្របញ្ជាក់ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈថតចម្លងដែលមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចចំនួន1ច្បាប់រូបថត 4x6 ចំនួន1សន្លឹកចំពោះជីកសិកម្មបរិមាណពី 1000 តោនឡើងនិងចំពោះថ្នាំកសិកម្មបរិមាណពី10តោនឡើងស្នើសុំត្រឹមថ្នាក់ខេត្តចាលោកត្រីនាងកញ្ញានិងប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីចាវិស័យកសិកម្មគឺជាវិស័យមួយនៅក្នុងចំណោមវិស័យទាំង14របស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកណ្ដាលប្រសិនបើលោកអ្នកមានបំណងចង់បើកអាជីវកម្មថ្មីឬក៏លោកអ្នកដែលមានអាជីវកម្មរួចហើយក៏ប៉ុន្តែពុំទាន់បានបំពេញឯកសារឲ្យបានត្រឹមត្រូវតាមច្បាប់ដែលរដ្ឋបានកំណត់នោះសូមលោកអ្នករស់រាន់អញ្ជើញមកបំពេញឯកសារនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកណ្ដាលរៀងរាល់ម៉ោងធ្វើការចាឬក៏លោកអ្នកអាចបំពេញតាម app អនឡាញរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកណ្ដាលឬក៏បងប្អូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ096 501 5088ដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមនៅរៀងរាល់ម៉ោងធ្វើការចាលោកត្រីនាងកញ្ញានិងប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីចានៅពេលនេះដោយសារតែពេលវេលាមានកំណត់កម្មវិធីចំណេះដឹងទូទៅដែលរៀបចំឡើងដោយវិទ្យុជាតិខេត្តកណ្ដាលក៏ឈានដល់ពេលបញ្ចប់នាងខ្ញុំក៏សូមជូនពរឲ្យលោកអ្នកមានសុខភាពល្អជាពិសេសគឺបងប្អូនអាជីវករគឺមានអតិថិជនកាន់តែច្រើនចានៅពេលនេះនាងខ្ញុំព្រមទាំងក្រុមការងារនៃវិទ្យុជាតិខេត្តកណ្ដាលទាំងអស់សូមអរគុណនិងសូមជម្រាបលា